F K P T T H កាលណាតែយើងបន្ថែម S ទៅគឺវាមានសំឡេង S ប៉ុន្តែក្រៅពីអក្សរ5ហ្នឹងនៅពេលដែលយើងបន្ថែម S ទៅគឺវាមានសំឡេង Z អញ្ចឹងឥឡូវយើងចូលសំឡេងទី1 S sound បងប្អូនអាចខំគៀមខាងឆ្វេងក៏បានខាងស្ដាំក៏បានដែរហើយបញ្ចេញខ្យល់មកអានឹងគឺជាសំឡេង S អញ្ចឹង example ឧទាហរណ៍នៅក្នុងពាក្យ soft solve soak sin sad awesome buzz អញ្ចឹងមកមើលចំណុចមួយទៀតចំណុចមួយនេះគឺ double S មានន័យថាអក្សរ S 2ក៏វាមានសំឡេង S 1 example ឧទាហរណ៍នៅក្នុងពាក្យ lesson message and possible អញ្ចឹងមកមើល note សម្គាល់មួយទៀតដែលចំណុចសំខាន់ note កន្លែងសម្គាល់រាល់ពាក្យពហុវចនៈឬកិរិយាសព្ទដែលបញ្ចប់ដោយ5អក្សរនេះ F K P T T H កាលណាតែយើងថែម S ទៅគឺ S នឹងមានសំឡេង S អញ្ចឹងយើងចូលទៅមើលឧទាហរណ៍ទាំងអស់គ្នាអញ្ចឹងនេះគឺជាឧទាហរណ៍ example chief អញ្ចឹងនេះឃើញទេបងប្អូនឃើញអក្សរ F ដូចខាងលើនេះហ៎អញ្ចឹងនៅពេលដែលវាទៅជា plurals វាទៅជាពហុវចនៈយើងត្រូវថែម S អញ្ចឹង chiefs អញ្ចឹងគឺមានសំឡេង S កន្លែងហ្នឹងអញ្ចឹង dark ដល់ពេលទៅជាពហុវចនៈ ducks cup ឃើញអក្សរ P ឯងបងប្អូនអក្សរ K អក្សរ P ឃើញទេដល់ពេលទៅជាពហុវចនៈគឺ cups អញ្ចឹងគឺមានសំឡេង S កន្លែងហ្នឹង student គឺឃើញអក្សរ T ឯងដល់ពេលទៅជាសិស្សច្រើនទៅជាពហុវចនៈគឺទៅជា students អញ្ចឹងមានសំឡេង S កន្លែងនេះ th កន្លែងហ្នឹង students month អញ្ចឹង month កន្លែងនេះគឺ th ឃើញទេនេះ th ខាងនេះខាងលើនេះដល់ពេលទៅជាពហុវចនៈទៅជាខែចាប់ពី2ឡើងទៅ month ឃើញទេបងប្អូនអាកន្លែងនេះហើយដែរអក្សរ F K P T T H ដែលយើងត្រូវចំណាំនៅពេលដែលយើងថែម S ឥឡូវមកមើលកិរិយាសព្ទវិញកិរិយាសព្ទដែលយើងប្រើជាមួយនឹងបុរសទី3 he she it យើងត្រូវតែថែម S ឧទាហរណ៍ថានៅនេះមើលបងប្អូន he laughs ឃើញទេ he laughs អញ្ចឹងគឺយើងត្រូវថែម S GH កន្លែងនេះគឺមានសំឡេង F នេះមានសំឡេងអក្សរ F ផ្ដើមនេះអញ្ចឹង she gets អញ្ចឹងគឺអក្សរ T ឃើញទេបងប្អូនអញ្ចឹងគឺយើងថែម S ទៅគឺមានសំឡេង S អក្សរ S មានសំឡេង S he thinks ឃើញទេបងប្អូននេះវាបញ្ចប់ដោយអក្សរ K យើងថែម S ក៏វាមានសំឡេង S កន្លែងហ្នឹងកន្លែងមានសំឡេង S she helps អញ្ចឹង p អញ្ចឹងអាកន្លែងចំណុចទី1ដែលខ្ញុំឲ្យបងប្អូនសម្គាល់គឺកន្លែងចំណុចហ្នឹងគឺសំខាន់5អក្សរនេះហើយនឹងគឺមានសំឡេង S អញ្ចឹងយើងទៅមើលសំឡេង Z ហើយសំឡេង Z អក្សរ S មានសំឡេង Z ទាំងអស់គ្នាឥឡូវនេះយើងចូលសំឡេងទី2នៃ S ដែលមានសំឡេង Z សំឡេង Z អញ្ចឹងឥឡូវមកមើលទី2រាល់ verb ឬពាក្យបញ្ចប់ដោយអក្សរ5នេះបងប្អូនឃើញទេ F K P T T H
កាលណាតែយើងបន្ថែម s ទៅគឺវាមានសំឡេង s ប៉ុន្តែក្រៅពីអក្សរ5ហ្នឹងនៅពេលដែលយើងបន្ថែម s ទៅគឺវាមានសំឡេង z មានសំឡេង z សំឡេងធំ z អញ្ចឹងឥឡូវមកមើល example as in the word ឧទាហរណ៍នៅក្នុងពាក្យ shoe ដល់ពេលយើងថែម s វាទៅជា plural យើងអានថា shoes ឯកន្លែងនេះគឺមានសំឡេង z ចាឥឡូវមកមើលពាក្យ pen ដល់ពេលទៅជា plural គឺ pens bug bugs toy toys boy and boys ចឹងឥឡូវមកមើលកិច្ចសព្ទដែលប្រើជាមួយនឹងបរិបទទី3 he she it យើងត្រូវបន្ថែម s អញ្ចឹងឧទាហរណ៍នេះបងប្អូនមកមើលកន្លែងនេះ he comes she drives អញ្ចឹងសំឡេង z he tells she gives អញ្ចឹងឥឡូវយើងមានចំណុចnote 2ទៀតអញ្ចឹងឥឡូវយើងមកមើលចំណុចសម្គាល់2ចំណុចដែលយើងត្រូវតែដឹង note សំឡេង z ជាញឹកញាប់វាកើតនៅក្នុងពាក្យខ្លីដែលវាមានសំឡេង z ហ្នឹងនេះ often in short words example ឧទាហរណ៍នៅក្នុងពាក្យ as អក្សរ i កន្លែងនេះគឺមានសំឡេង z does is his was អញ្ចឹងគឺមានសំឡេង z កន្លែងហ្នឹងបងប្អូនឥឡូវយើងមកមើលចំណុច note ទី2ចំណុច note ទី2នេះចំណាំ words that end in se នៅខាងចុងបញ្ចប់នៃពាក្យឧទាហរណ៍នៅក្នុងពាក្យនេះគឺយើងអានថា wise choose this and please អញ្ចឹងse កន្លែងហ្នឹងគឺវាមានសំឡេង z ចំណាំកន្លែង note 2នេះនៅក្នុងសំឡេងទី2ឥឡូវយើងចូលសំឡេងទី3នៃ s មានសំឡេង sh សំឡេង sh អញ្ចឹង example ឧទាហរណ៍នៅក្នុងពាក្យ sure sugar អញ្ចឹងសំឡេង sh អញ្ចឹងចំណុចចំណាំមួយទៀត some words that end in sion ឬមួយក៏ sial អានេះគឺមានសំឡេង shin ដល់ពេលអានេះមានសំឡេង shawl អញ្ចឹង example ឧទាហរណ៍នៅក្នុងពាក្យ dimension extension controversial ឃើញទេ shawl អញ្ចឹងឥឡូវមកមើលសំឡេងទី4នៃ s sound z សំឡេងz8 សំឡេងកន្លែងហ្នឹងបងប្អូន z8 អញ្ចឹងឧទាហរណ៍វាមាននៅក្នុងពាក្យនេះដែលវាបញ្ចប់ដោយ sion ដែរនៅក្នុងពាក្យមួយចំនួនឧទាហរណ៍នៅក្នុងពាក្យនេះ example ឧទាហរណ៍នៅក្នុងពាក្យ vision អញ្ចឹងអានេះមានសំឡេង shin អានេះមានសំឡេង zin z n z8 ហើយ n ណោះមក zin
vision vision collision collision conclusion conclusion and decision decision zin អញ្ចឹងសំឡេងនេះវារៀងពិបាកសំឡេងហ្នឹងគឺ z8 នេះអានេះគឺ z8 អញ្ចឹងឥឡូវមកមើលសំឡេងទី5នៃ s សំឡេងទី5ហ្នឹងមានន័យថា s silent អត់មានសំឡេងទេអញ្ចឹងឧទាហរណ៍នៅក្នុងពាក្យ debris debris island island isle isle and rendezvous 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 អញ្ចឹងអក្សរ S សំឡេងទាំងប្រមាណហ្នឹងគឺខ្ញុំបានលម្អិតជូនបងប្អូនខ្លះៗហើយអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់ហើយសូមកុំភ្លេចជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានមេរៀនថ្មីៗពីខ្ញុំបាទឡាវកេងអរគុណច្រើន